ខ្ញុំមានផ្ទៃពោះប្តីខ្ញុំធ្វើស៊ុបមាន់ឲ្យខ្ញុំរាល់ថ្ងៃប្រហែលជាយឺតពេលហើយថ្ងៃនេះខ្ញុំឆ្ងល់ថាតើខ្ញុំអាចរកលុយឲ្យបងប្រុសទី7របស់ខ្ញុំទិញមួយឲ្យខ្ញុំបានទេអរគុណច្រើនតើអ្នកកំពុងធ្វើអ្វីលែងមានស្នាមប្រឡាក់ប្រេងទៀតហើយយ៉ាន់ឯងចង់មានន័យថាម៉េចខ្ញុំចូលចិត្តអ្នកខ្ញុំសុខចិត្តថ្វាយអង្គររបស់ខ្ញុំជាថ្លៃបណ្ណាការខ្ញុំនឹងរៀបការជាមួយអ្នកហើយធ្វើជាមហាក្សត្រីរបស់ខ្ញុំតើអ្នកសុខចិត្តទេជាវចិនគោលដៅរបស់គាត់គឺអធិរាជអ្នកត្រូវតែចាក់ចេញឲ្យបានលឿនអូដើរលើរាងកាយរបស់អ្នកដោយគ្មានវាគាត់ត្រូវបានខ្ញុំទេទៅឆ្ងាយម្ដងទៀតហើយនេះជាបញ្ហាមួយបេប្រញាប់ឡើងអ្នកឈឺនេះមិនអាចបន្តទៅមុខទៀតទេវាមិនមែនជាដំណោះស្រាយយើងនឹងត្រូវចាប់បានឆាប់ឬក្រោយមកគោលដៅរបស់ពួកគេគឺអធិរាជខ្ញុំនឹងរំខានពួកគេតើនេះនៅឯណាអ្នកបានយកវិញ្ញាបនបត្រមកតើអ្នកជានរណាឲ្យប្រាកដខ្ញុំឈ្មោះយ៉ានគាត់គឺជាវេជ្ជបណ្ឌិតយោធាមកពីពិភពលោកមួយផ្សេងទៀតស្ថានីយ៍ឱកាសនេះគឺជាមន្ទីរពិសោធន៍របស់ខ្ញុំគ្រាន់តែដឹងអ្នកគឺជាយ៉ាន់ហ្វៃរបស់ខ្ញុំស្រមុកទាំងនេះគឺជាថ្នាំគ្រាប់ដែលផ្ដល់ដោយទីប្រឹក្សាធិរិយកមិញគេងលក់ស្រួលទេលោកស្រីឃាតករនៅខាងក្រៅបានចាក់ចេញទៅហើយតោះចេញទៅក្រៅតើអ្នកកំពុងធ្វើអ្វីនឹកប្រពន្ធខ្ញុំណាស់ផ្លែបឺរីហាថនស្ករគ្រាប់ហាថនស្ករគ្រាប់ខ្ញុំបានប្រាប់អ្នកឲ្យឈប់ការពីយប់មិញប៉ុន្តែអ្នកនៅតែលើនេះវាល្អទាំងអស់ពពោះមាត់ខ្ញុំហើមមែនទេបើដូច្នោះមែនខ្ញុំនឹងទៅរកអ្នកបងប្រុសទី3ខ្ញុំពិតជារីករាយណាស់ដែលអ្នកសុខសប្បាយជីទេបានប្រេះហើយពេលខ្ញុំត្រឡប់មកពីទិញស៊ុបមាន់យប់មិញខ្ញុំសាច់ស្ទើរស្លាប់ហើយខ្ញុំគិតថាមានអ្វីមួយបានកើតឡើងចំពោះអ្នកបងប្រុសទី3របស់អ្នកខ្ញុំមិនយល់ទេគាត់ធំណាស់ល្អណាស់លោកសៅអ្នកជំនាញខាងរ៉ែរូបនេះក៏ជាអ្នកជំនាញខាងគ្រឿងចក្រផងដែរមិនគួរមានការខ្វះខាតនៅពេលនេះទេឪពុករបស់ខ្ញុំដែលជាមេការរុករករ៉ែបានបន្សល់ទុកវត្ថុតុបតែងមួយឲ្យខ្ញុំសម្បត្តិបណ្ដាំបញ្ជាក់ថាមានតែអ្នកទេដែលអាចបើកប្រអប់បានសូមក្រោកឡើងហើយមើលចុះសំណងមិនមែនជាបញ្ហាទេខ្ញុំមិនអាចឈប់បានទេតោះទៅស្មាខាងឆ្វេងរបស់ម្ចាស់រ៉ែក្តីឆ្វេងរបស់ខ្ញុំប្រហែលជាមានដំបៅអស់រយៈពេលជាច្រើនថ្ងៃមកហើយតើអ្នកដឹងដោយរបៀបណា